Chiêu Hugh ban squad stray nu pliem លោកប្រធានាធិបតីចិត្តដល់ហើយគាត់ត្រូវបានសម្លាប់នៅពេលដែលផានការមួយបានធ្លាក់ពីក្នុងពេលដ៏អស់សង្ឃឹមមួយសន្ទុះគាត់បានប្រញាប់បានទាញនាយកប្រតិបត្តិស្ត្រីទៅមុខគាត់បានទាញនាងមកអប់ហើយដោយចៃដន្យគាត់បានថាខ្ញុំទោះបីជាពួកគេបានជួយសង្គ្រោះពីគីមខាងទៀតដោយតែគាត់បានយកវាជារឿងកំ pl ែងមួយនាយកប្រតិបត្តិស្ត្រីបានសួរសំណួរទៅកាន់សិស្សជួយសង្គ្រោះមនុស្សបន្ទាប់មកដោយចិត្តណាហើយអ្វីបានជាគាត់ហើយប៉ូលីសខ្ញុំមិនដែលរំពឹងថាក្មេងនេះនឹងដោះស្រាយវាបានទេមាត់របស់នាយកប្រតិបត្តិស្ត្រីវាក្រអូបនឹងទុនណាស់នោះហើយជាមូលហេតុដែលខ្ញុំមិនអាចទៅជាមួយសាច់ញាតិនាយកប្រតិបត្តិស្ត្រីរូបនេះមានការខឹងសម្បារយ៉ាងខ្លាំងក្បាច់គាត់ដល់នាងចូលកាន់របស់ភ្លាមម្សៅត្រូវបង្ហូរលើកម្ដៅទាបយ៉ាងណាមិញគាត់កើតក្នុងគ្រួសារអ្នកសិល្បៈក្បាច់កូនស្រីច្បងនៃគ្រួសារអ្នកជំនាញក្បាច់កូនជំនាញរបស់គាត់គឺល្អឥតខ្ចោះប៉ុន្តែសំបីតែគីមខាងទៀតមិនបានប៉ះគាត់ផងមកដល់សៀវហួរបាននិយាយថាវាពិបាកណាស់ដែលមិនលើជាមួយគ្រូស្រីងាកមកវិញភ្លាមឆក់យកកាហ្វេពីអ្នកដើរកាត់ពីអ្នកបន្ទាប់មកគាត់ចាក់កាហ្វេដោយផ្ទាល់ទៅលើស្ត្រីនោះនៅលើខ្លួនរបស់គាត់ដោយចង់ឲ្យគាត់ដឹងពីការលំបាកហើយបន្ទាប់មកបានដោះជាយ៉ាងណាក៏ដោយលទ្ធផលគឺថាស្ត្រីកាត់តែអំពើខូចខើដ៏គួរឲ្យរន្ធត់មួយអ្វីដែលបានយកដុំមួយចេញពីទ្រូងរបស់គាត់ខ្សែត្បូងថ្មត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ចំការបញ្ចុះសពក្នុងសុបិនដោយមិននឹកស្មានដល់សៀវហួរបានមានការភ្ញាក់ផ្អើលភ្លាមវាប្រែថាម្ចាស់របស់គាត់គឺមុនពេលគាត់ចុះពីលើផ្ដល់ឲ្យដូចគ្នាដែរខ្សែត្បូងថ្មអ្នកដែលនិយាយថាពួកគេមានដៃគូហើយគាត់មិនដែលជួបអ្វីដែលមើលមិនឃើញពីមុនសម្រាប់កូនក្រមុំការដាំដុះទ្វេដងរវាងអ្នកទាំងពីរដើម្បីខ្លាចជាผู้បរិសុទ្ធដើម្បីស្គាល់ពីគីមខាងជាមនុស្សដែលខ្ញុំកំពុងស្វែងរកសៀវហួរបានទូរស័ព្ទទៅស្ត្រីនោះដោយផ្ទាល់ប្រពន្ធប៉ុន្តែអាចកំបាំងរបស់នាងគឺថានាងធ្វើឲ្យតែខ្លាចសម្បារខ្លាំងឡើងគាត់ក៏ទូរស័ព្ទទៅភ្លាមពាក្យសម្ដីទាំងនេះមានន័យថាជំរុញមនុស្សឲ្យត្រូវបានហែងជាលំនៅរួចគាត់ក៏ក្រោកឡើងខ្ញុំនិងប្អូនស្រីរបស់ខ្ញុំបានត្រឡប់ទៅងួនប៉ុន្តែសៀវហួរហៀកវិញដេញតាមគាត់បានឡើងទៅប៉ុន្តែដោយមិននឹកស្មានដល់ដែលត្រូវបានស្កោះឲ្យបានបញ្ឈប់ពួកគេនៅពេលនេះសៀវហួរបានឃើញស្ត្រីនោះរថយន្តពណ៌ខ្មៅមួយគ្រឿងបានដើរតាមពីក្រោយស្រាប់តែដឹងខ្លួនស្ត្រីនោះវាមានគ្រោះថ្នាក់ប៉ុន្តែអ្នកក្រមបង្គាប់របស់ស្ត្រីនោះមិនបានធ្វើថាជាមួយនឹងការស្រែករបស់មេដឹកនាំតាមបញ្ជាអង្គរៈទាំងអស់បានចាប់ផ្ដើមឡោមព័ទ្ធនឹងវិប្រហែលពេលនេះសៀវមានការថប់បារម្ភយ៉ាងខ្លាំងភ្លើងមិនបានបង្ហាញសេចក្តីមេត្តាករុណាទេហើយក៏ការអូខេដៃបន្ទុយពី3វិនាទីពេលវេលានឹងបំផ្លាញពួកគេទាំងអស់មេដឹកនាំបានឃើញភ្លើងតូចនោះនៅតែឆេះអ្នកប្រយុទ្ធដែលបានហ្វឹកហាត់រួចត្រូវបានបណ្ដេញចេញតាមត្រូវបានជំនួសដោយកាំភ្លើងខ្លីគាត់មិនជឿថាសូម្បីតែភ្លើងតូចមួយក៏អាចជាគ្រាប់កាំភ្លើងប៉ុន្តែមិននឹកស្មានដល់ភ្លើងបានបង្ហាញខ្លួននៅចំពោះមុខគាត់ភ្លាមនៅពីក្រោយគាត់ក៏ឆក់យកបាល់របស់គូប្រកម្មភ្លើងខ្លីនៅក្នុងដៃខ្ញុំភ្លើងតូចមួយជាមួយនឹងការម៉ាស្សាដ៏ស្រទន់នៃថាមពលខាងក្នុងភ្លាមគាត់បានកំទេចកាំភ្លើងខ្លីនោះទៅជាបាំងដៃអេចចាយមួយដុំរួចក៏លោតឡើងលើអាកាសគាត់បានលោតចុះឡើងហើយបាត់ខ្លួនពីកន្លែងនោះស្ត្រីនោះនៅទីនោះបន្ទាប់ពីនាងបានត្រឡប់អារម្មណ៍សោកស្ដាយចំពោះអាកប្បកិរិយាមិនណាស់គាត់របស់ជាធ្វើវាដោយខ្លួនឯងពួកគេបានបោះស្បែកគាត់ទាំងរស់ហើយបន្ទាប់មកបោះគាត់ចោលត្រូវបានដុតជាភេទនៅឯកន្លែងបូជាសពបន្ទាប់មកខ្ញុំបានចាប់ផ្ដើមជាមួយប្អូនស្រីរបស់ខ្ញុំពេលវេលាងូតទឹករបស់អ្នកប៉ុន្តែកុំពួកគេដឹងថាគ្រោះថ្នាក់កំពុងខិតជិតមកដល់ដោយស្ងាត់សេងបាយអូនៃក្រុម Calabash Gang ធ្លាប់មានជាយូរណាស់ចង់បានសម្រស់របស់ស្ត្រីនោះគាត់បានមកដល់ជាមួយក្រុមអ្នកក្រមបង្គាប់នៅមុខទ្វារផ្ទះស្ត្រីនោះគួរឲ្យអាណិតណាស់គាត់បានផ្លុំខ្យល់ចូលក្នុងបន្ទប់ដោយប្រយោលមាត់ពោពេញដោយឈាមដែលធ្វើឲ្យមនុស្សបាត់បង់ស្មារតីប្រយុទ្ធទន្ទឹមនឹងនេះដែរនៅម្ខាងទៀតសៀវ Firefoot បានជន់ឈ្លីលើជំហានតូចរបស់បានបាត់ដានពួកគេហើយបានបាត់យ៉ាងលឿនភ្នែកមេឃស្វែងរកគ្រប់ទីដើរមានតែពេលនោះទេដែលពួកគេបានរកឃើញស្ត្រីនោះតាំងពិតប្រាកដបន្ថែមភ្លាមប្រញាប់ឡើងហើយប្រញាប់ទៅទីដើរនោះហើយបន្ទាប់មកបងប្អូនស្រីទាំងពីរនាក់បានទៅងូតក្រោយពីងូតទឹករួចខ្ញុំក៏ដើរមកដល់បន្ទប់ទទួលភ្ញៀវខ្ញុំមានអារម្មណ៍ក្តៅពេញខ្លួនកម្ដៅក្តៅខ្លាំងណាស់ហើយពេលឃើញដូច្នេះស្ត្រីនោះតែពេលនេះទេទើបខ្ញុំដឹងថាមាននរណាម្នាក់បានឈរឡើងដោយកំហឹងដោយត្រូវផ្សែងហុចពេលខ្ញុំហៀបនឹងដោះស្រាយជាមួយភីគីមខាងទៅគិតដល់សេងបៀលគាត់ក៏យកឈាវបងប្រុសបានស្ទុះចូលទៅហើយស្ត្រីនោះក៏ខឹងយ៉ាងខ្លាំងម៉ាត់គាត់ដោយកំហឹងថាជាមនុស្សអសង្កេតមិនខ្មាស់ឡើយដោយមានមោទនភាពចំពោះវានោះមនុស្សម្នាក់ត្រូវស្ត្រីនោះបាទនៅពេលដែលស្ត្រីម្នាក់បំរាមដៃពីដើម្បីខ្វេះភ្នែករបស់គាត់សាងបៀវដោយឃើញថាស្ត្រីនោះនៅតែមានសមត្ថភាពប្រយុទ្ធនាងបានផ្លុំវាម្ដងទៀតស្ត្រីនោះខឹងសម្បាភ្លាមដោយសារផ្សែងក្នុងមាត់ដោយកំហឹងយ៉ាងខ្លាំងគាត់បានលើកជើងឡើងទាត់មកចូលសក់លើទៅហើយយកវាទៅបន្ទាប់ពីទទួលបានវាហើយយើងត្រូវតែជីវិតឆ្កែត្រូវបានសង្គ្រោះដោយការពោលយើងនៅតែយឺតពេលមួយជំហានទៀតហើយគាត់បានគេវាសាងបៀវមិនដែលនឹកស្មានដល់វាទេស្ត្រីដែលត្រូវបានគេបំពោពីរដងនៅតែអាចទទួលបានដូច្នេះគាត់ក៏បញ្ជាបរិសុទ្ធរបស់គាត់បានឡោមព័ទ្ធទៅលើវេទិកាប្រយុទ្ធស្ត្រីនោះបានប្រយុទ្ធយ៉ាងអស់សង្ឃឹមហើយបានសម្លាប់មនុស្សម្នាក់ប៉ុន្តែយ៉ាងណាក៏ដោយកណ្ដាប់ដៃពីរមិនអាចយកឈ្នះដៃ4បានទេហើយគាត់ជាមួយនឹងកម្លាំងប្រយុទ្ធដែលនៅសល់ដោយសារតែការពោលទេបន្ទាប់មកពី3ដងទៀតបន្ទាប់ពីសម្ព័ន្ធភាពគាត់ត្រូវបានសម្លាប់ដោយមេក្រមគាត់បានកាន់អវយវៈរបស់គាត់ហើយឡើងគាត់មិនឲ្យកម្រើកមនុស្សងងខាងកើត